channel ហ្នឹងគឺអត់សូវមានអ្នកទស្សនាទេអ្នកទស្សនាគឺតិចបាទគឺតិចណាបាទ50ទៅ100នាក់ទេ100 view ទេអញ្ចឹងខ្ញុំសួរថាមូលហេតុអីបានជាអត់សូវមានអ្នកទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំធ្វើការនេះបញ្ចូលឈ្មោះ channel YouTube របស់ខ្ញុំមួយហ្នឹងណាអ្នកគ្នាបើអ្នកគ្នាអត់ជឿទេអ្នកគ្នាអាចធ្វើសួស្តីបងប្អូនអ្នកគ្នាបាទស្វាគមន៍មកកាន់ការទស្សនាវីដេអូថ្មីរបស់ខ្ញុំបន្តទៀតនៅក្នុង channel YouTube របស់ខ្ញុំ Share Home នៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងក៏ដូចជាចែករំលែកនៅកន្លឹះគឺជាអ្វីដែលខ្ញុំបានដឹងមុនបងប្អូនទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំនិយាយតាក់ទងជាមួយនឹងវីដេអូនេះតាក់ទងជាមួយនឹង ChatGPT គឺខ្ញុំឲ្យ ChatGPT ឆ្លើយសំណួររបស់ខ្ញុំដែលខ្ញុំបានសួរនៅក្នុង ChatGPT បាទតាក់ទងជាមួយនឹង channel YouTube មូលហេតុអីបានជាអ្នកទស្សនានៅក្នុង channel YouTube របស់ខ្ញុំបាទ channel YouTube មួយទៀតមិនមែន channel មួយនេះទេ channel មួយទៀតបាទ channel មួយហ្នឹងគឺអត់សូវមានអ្នកទស្សនាទេអញ្ចឹងណា view វីដេអូហ្នឹងគឺធ្លាក់តិចបាទវាធ្លាក់តិចអញ្ចឹងខ្ញុំឲ្យ ChatGPT វារកដំណោះស្រាយឲ្យរកដំណោះស្រាយឬក៏ចង្អុលប្រាប់អំពីការធ្វើបែបណាដើម្បីយើងបាននៅចំណុចដែលយើងយកមកដោះស្រាយយើងដឹងពីចំណុចអស់ហ្នឹងណាបាទអញ្ចឹងបងប្អូនយើងចង់ដឹងថាការប្រើជាមួយ ChatGPT នេះឆ្លើយសំណួរដែលខ្ញុំបានសួរហ្នឹងគឺឆ្លើយមកបែបណាចាំតែមើលដល់គ្នានៅក្នុងវីដេអូនេះបាទអញ្ចឹងបងប្អូនយើងគាត់មកថ្មីកុំភ្លេចធ្វើការចុចលើប៊ូតុងដែលមានពាក្យថាជាវឬក៏ពាក្យថា Subscribe ផងហើយបើកសញ្ញាការដឹងបែបនេះផងដើម្បីបាននៅវីដេអូថ្មីបន្តទៀតបាទហ្នឹងហើយវីដេអូទាំងអស់នេះគឺជាវីដេអូនៃការបង្កើតជាមួយនឹង AI បាទ AI Gemini Pro បាទដែលទើបតែល្បីនៅក្នុងឥឡូវហ្នឹងបាទនៅក្នុង AI បាទអូខេឥឡូវមើលខាតពេលវេលាយូរតោះទៅក្នុង ChatGPT ទាំងអស់គ្នាគឺខ្ញុំប្រើនៅក្នុង ChatGPT នេះបាទយើង ChatGPT នេះគឺជា ChatGPT ដែលធម្មតាបាទដែល free ធម្មតាមិនមែនជា ChatGPT Pro ឬក៏ Ultra ទេបាទអញ្ចឹងខ្ញុំសូមបញ្ជាក់អញ្ចឹងបងប្អូនចុចលើទៅនេះមកគឺខ្ញុំសូមធ្វើការបង្ហាញតម្រងតែម្ដងដោយសារតែខ្ញុំបានធ្វើការសួរវាហើយខ្ញុំបានដឹងពីលទ្ធផលរបស់ចម្លើយជាមួយនឹងការឆ្លើយចម្លើយឆ្លើយសំណួរណាបាទជាមួយនឹង ChatGPT ឆ្លើយសំណួរនៃសំណួររបស់ខ្ញុំបាទអូខេអញ្ចឹង channel YouTube របស់ខ្ញុំហ្នឹងគឺមានឈ្មោះថា Thonter Official channel ហ្នឹងគឺអត់សូវមានអ្នកទស្សនាទេអ្នកទស្សនាគឺតិចបាទគឺតិចណាបាទ50ទៅ100នាក់ទេ100 view ទេអញ្ចឹងខ្ញុំសួរថាមូលហេតុអីបានជាអត់សូវមានអ្នកទស្សនាវីដេអូរបស់ខ្ញុំហើយខ្ញុំធ្វើការនេះបញ្ចូលឈ្មោះ channel YouTube របស់ខ្ញុំមួយហ្នឹងណាអ្នកគ្នាអ្នកគ្នាអត់ជឿទេអ្នកគ្នាអាចធ្វើការចុចចូលទៅក្នុង channel ហ្នឹងទៅបងប្អូននឹងឃើញ channel របស់ខ្ញុំហើយគឺមានឈ្មោះថា Thonter Official បាទ channel ហ្នឹងអញ្ចឹងខ្ញុំបានសួរថាមូលហេតុអីបានជាអត់មានអ្នកទស្សនាវីដេអូរបស់ខ្ញុំបាទជាមួយនឹង channel ហ្នឹងអញ្ចឹង ChatGPT ក៏បានឆ្លើយមកថាចេះមូលហេតុដែលអាចធ្វើឲ្យវីដេអូក្នុង channel របស់ខ្ញុំហ្នឹងThonter Official ហ្នឹងមានអ្នកទស្សនាបានតិចមានច្រើនបែបហេតុផលដោយខាងក្រោមនេះជាហេតុផលស័ក្តិសមជាចម្បងនិងដំបូន្មានដើម្បីបង្កើនអ្នកទស្សនាឡើងវិញបាទអូខេអាហ្នឹងគឺជា ChatGPT ឆ្លើយមកខ្ញុំអញ្ចឹងនៅក្នុងនេះគឺជាចំណុចធំបាទចំណុចធំដែលបានបែងចែកឲ្យយើងណាអញ្ចឹងវាមានដូចជា1មើល2 3 4បាទនេះ5 6បាទមានតែ6ចំណុចធំអញ្ចឹងចំណុចទី1ដែលបងប្អូនត្រូវតែមើលបាទទី1គឺនេះមួយធំគឺมันបានធ្វើ SEO បាទ SEO ហ្នឹងគឺជាការ search រកមើលoption ណាបាទយើងចង់ថា option ល្អអញ្ចឹងណានេះគេដាក់ថា SEO ហ្នឹងគឺការស្វែងរកoption បាទជាអក្សរកាត់SEO គឺជាអក្សរកាត់នេះ search អីគេអ្នកនេះអាចធ្វើការអានជាអក្សរអង់គ្លេសអក្សរអង់គ្លេសទៅហ្នឹងទៅណាខ្ញុំចេះតែខ្លះទេបាទអញ្ចឹងនៅក្នុងការ search រកជាមួយនឹង option ល្អហ្នឹងគឺវាមាន2ចំណុចទីទៀតអញ្ចឹងចំណុចទីនេះគេដាក់ថាចំណងជើងឬក៏ tag គេហៅថា tag ហ្នឹងបាទគឺมันមានភាពតាក់ទាញឬក៏มันមានកន្លឹះពាក្យកន្លឹះឬក៏គេហៅថា keyword ណាគ្នានេះពាក្យថា keyword ដែលមានមនុស្សស្វែងរកបាទអញ្ចឹងត្រឹមត្រូវហើយទី1ទូចនេះគឺត្រឹមត្រូវព្រោះថា channel របស់ខ្ញុំហ្នឹងវីដេអូរបស់ខ្ញុំហ្នឹងគឺអត់បានដាក់ចំណងជើងបែបតាក់ទាញឬក៏ជាមួយប្រើប្រាស់ជាមួយនឹង keyword ដែលគេចូលចិត្តទេអញ្ចឹងណាហ្នឹងហើយទី2ចំណុចទី2ទូចនេះគឺការបរិយាយដែលគេហៅថាdeception អីគេហ្នឹងបាទអ្នកនេះនៅខាងក្រោមវីដេអូណាឬក៏គេហៅមួយយ៉ាងទៀតដាក់ថាhashtag បាទគឺខ្ញុំអាចបានប្រើជាមួយនឹង
ប្រើជាមួយនឹងពាក្យដែលសមរម្យដែលវាពេញនិយមអីទេអញ្ចឹងណាអញ្ចឹងដំណោះស្រាយនៅក្នុងចំណុចធំទី1គឺ ChatGPT ឲ្យខ្ញុំប្រើពាក្យកន្លឹះដែលពាក់ព័ន្ធនឹងមេត្តានិងស្វែងរកច្រើនមេត្តាដែលគេកំពុងតែស្វែងរកច្រើនដូចជាវីដេអូកំ pl ែងខ្មែរបាទបទចម្រៀង cover ហ្នឹងបាទនេះគេថា music cover ឬក៏ vlog ខ្មែរជាដើមតែហ្នឹងណាអូខេអ្នកនរគ្នាអញ្ចឹងឥឡូវខ្ញុំបង្ហាញជាមួយនឹងចំណុចធំទី2គឺគេដាក់ថាមេត្តាមិនមានភាពតាក់ទាញឬក៏មិនមានការច្នៃប្រឌិតអញ្ចឹងក្នុងនោះគឺមានមួយចំណុចទូចតែមួយទេបាទគេដាក់ថាបើវីដេអូមានរយៈពេលវែងពេកបាទត្រឹមត្រូវហើយហ្នឹងបាទវីដេអូរបស់ខ្ញុំគឺមានរយៈពេលវែងត្រឹមត្រូវហើយឬមិនគប់ចំណូលចិត្តអ្នកមើលដែលធ្វើឲ្យគេគេចចេញពីវីដេអូរបស់អ្នកឆាប់អញ្ចឹងណាអញ្ចឹងដើម្បីជាដំណោះស្រាយគឺ ChatGPT បានសរសេរថាឲ្យខ្ញុំបង្កើតជាមួយនឹងវីដេអូខ្លីៗឬក៏មានភាពតាក់ទាញដែលនៅត្រង់ចំណុចដែលចាប់ផ្ដើមដំបូងហ្នឹងគឺមានអារម្មណ៍ថាអ្នកទស្សនាគឺមានភាពតាក់ទាញនៅក្នុងវិនាទីដំបូងបាទនេះអាហ្នឹងគឺជាដំណោះស្រាយបងប្អូនអាចធ្វើការបង្ហាញឬក៏អាចធ្វើការសួរ ChatGPT ជាក់ស្ដែងទៅណាបាទចង់ដឹងថា ChatGPT សួរបែបណាខុសពីខ្ញុំឬក៏ត្រូវដូចខ្ញុំដឹងអ្នកនេះអាចធ្វើការសួរបានអូខេអញ្ចឹងចូលដល់ចំណុចធំទី3គឺ thumbnail បាទ thumbnail គឺជារូបភាពតាក់ទាញដែលជារូបភាពបាំងមុខណាបាំងមុខនៅលើវីដេអូរបស់យើងហ្នឹងអញ្ចឹងគឺជាថាគេហៅថា thumbnail មិនតាក់ទាញរបស់ខ្ញុំណាអញ្ចឹងវាមានមួយចំណុចទូចគេថាបើមិនមានភាពរូបភាពខាងក្រៅទេឬក៏គេហៅថា thumbnail ដែលតាក់ទាញគេច្រើនពេលវីដេអូត្រូវរំលងអញ្ចឹងនៅក្នុងចំណុចទី1នេះគេដាក់ថាគេចង់បានន័យថា thumbnail ដែលខ្ញុំបានធ្វើការដាក់ហ្នឹងគឺអត់មានភាពតាក់ទាញទេអញ្ចឹងអ្នកទស្សនាភាគច្រើនគឺគាត់តែងតែរំលងវីដេអូនឹងចាញ់អញ្ចឹងណាបាទហើយដំណោះស្រាយនៃការនិយាយពីតាក់ទងជាមួយ thumbnail ហ្នឹងគឺគេឲ្យខ្ញុំបង្កើតជាមួយនឹង thumbnail ថ្មីដែលមានពណ៌ស្អាតអត្ថបទច្បាស់និងបើកចិត្តអារម្មណ៍ហ្នឹងគឺគេហៅថាភាពតាក់ទាញអ្នកគ្នាហ្នឹងហើយអានគឺទី3ធំចូលដល់ទី4ក៏ដាក់ថាមិនសកម្មជាមួយអ្នក subscribe ឬក៏អ្នកទស្សនាបាទទី4គឺត្រឹមត្រូវខ្លាំងបំផុតបាទទី4ហ្នឹងណាព្រោះខ្ញុំគិតមើលទៅគឺដូចអញ្ចឹងដែរព្រោះអីគឺខ្ញុំមិនបានធ្វើការតំណងជាមួយអ្នក subscribe ឬក៏អ្នកទស្សនាទេដូចជាការ comment ទៅវិញទៅមកអញ្ចឹងណាបាទគឺខ្ញុំបានធ្វើការតំណងទៅវិញទៅមកអញ្ចឹងនៅក្នុងនោះគឺមានមួយចំណុចគេដាក់ថាមិនមានការឆ្លើយ comment ឬក៏មិនមានការបង្ហោះវីដេអូទៀងទាត់តែហ្នឹងគឺត្រឹមត្រូវបាទត្រឹមត្រូវ 100% ហ្មងណាបាទអញ្ចឹងអ្នកនាងហើយដំណោះស្រាយនៃការឲ្យអ្នក subscribe ឬអ្នកទស្សនាមកទស្សនាយើងវិញហ្នឹងគឺបង្ហោះវីដេអូជាប្រចាំឧទាហរណ៍មួយដងនៅក្នុងមួយសប្តាហ៍ឬក៏អ្នកនាងអាចផុសនៅក្នុងមួយវីដេអូមួយថ្ងៃអញ្ចឹងអ្នកនាងហើយឆ្លើយតបជាមួយអ្នកដែលស្គាល់បាទឆ្លើយតបជាមួយអ្នកដែល comment ឬក៏អ្នកដែលស្គាល់ហ្នឹងទៅអញ្ចឹងណាបាទ ChatGPT គឺគាត់ចង់បានអញ្ចឹងគាត់ឆ្លើយសំណួរឬគាត់ឆ្លើយចម្លើយមកប្រាប់យើងអញ្ចឹងបាទអូខេទី5នេះគឺគេដាក់ថាមិនបានផ្សព្វផ្សាយវីដេអូនៅទីកន្លែងផ្សេងបាទតែហ្នឹងគឺបងប្អូនអាចធ្វើការអានខាងក្រោមនេះគេដាក់ថាចំណុចទី1គេដាក់ថាបើមិនបានចែករំលែកទៅក្នុង Facebook TikTok ឬក៏ Instagram ឬក៏ Telegram គ្រប់គឺមិនមានអ្នកដឹងចង់ថាបើមិនបានចែករំលែកទៅក្នុង Facebook TikTok Instagram ឬក៏ Telegram គ្រប់គឺមិនមានអ្នកដឹងបាទអញ្ចឹងបានន័យថាគឺខ្ញុំបានធ្វើការចែករំលែកបាទវីដេអូនេះធ្វើការផុសនៅក្នុង channel របស់ខ្ញុំ YouTube នេះទេគឺខ្ញុំបានផុសចូលក្នុង Facebook TikTok ឬក៏ Instagram ឬក៏ Telegram គ្រប់ទេអញ្ចឹងជាដំណោះស្រាយគឺ ChatGPT ឲ្យខ្ញុំធ្វើការចែករំលែកវីដេអូដែលខ្ញុំធ្វើការផុសនៅក្នុង channel YouTube របស់ខ្ញុំហ្នឹងផុសចូលទៅក្នុងបណ្ដាញសង្គមដែលមានដូចជា Facebook TikTok Instagram ឬក៏ Telegram គ្រប់បាទទៅតាមគ្រប់បណ្ដាញសង្គមដែលមានអ្នកទស្សនាសកម្មទៅបាទអញ្ចឹងអាហ្នឹងគឺចំណុចទី5បាទទី5ដែលបច្ចុប្បន្នសប្តាហ៍ថ្ងៃជាក់ស្ដែងទៀតបាទគឺខ្ញុំបានធ្វើការផុសវីដេអូដែលខ្ញុំផុសចូលទៅក្នុង YouTube ហ្នឹងចែករំលែកទៅក្នុង Facebook ទេឬក៏ TikTok ឬក៏ Instagram ឬក៏ Telegram គ្រប់ទេអញ្ចឹងដំណោះស្រាយគឺវាឲ្យខ្ញុំធ្វើបែបហ្នឹងគឺត្រឹមត្រូវបាទទី5ណាអូខេអ្នកនាងបន្តមកទៀតគឺចូលដល់ចំណុចទី6ធំបាទចុងក្រោយអញ្ចឹងនៅក្នុងចំណុចទី6ធំគេដាក់ថាមិនទាន់មានអីគេអ្នកនាងអក្សរនៅក្នុងបឹងកញ្ចក់ហ្នឹងណាអក្សរនៅក្នុងថ្មីកណ្ដុរ2ហ្នឹងបាទឬក៏គេដាក់ថាឬមិនច្បាស់ថាផ្ទៃខ្លួនជាអ្វីអញ្ចឹងនៅក្នុងចំណុចទួយគេដាក់ថាបើអ្នកបង្កើតវីដេអូគ្រប់ប្រភេទដូចជាវីដេអូ vlog funny cover ឬក៏ etc
bà đang so etc so cắn bên thay mấy tệ nè mới ai một smile cái trong bàn tha không channel bao nhiêu tầm muối nó cứ chừng bậc cao chừng muối trong video vlog phong funny phong cover phong bà chẳng biết phơi áo vì một smile này tôi sẵn chẳng là bây nó sái cứ nhóm trai tay chơi rơ bậc phết video rồi có bậc phết content muối nè đại nè tôi sẵn nó trong đào tầm bồn bà ủi tao tha video funny có tập funny video vlog có tập vlog bà được có video xem sáng cứ có tập video mình năng bài content mình năng chẳng nào nè chẳng là nó cứ ChatGPT xua nhóm nó slide mà nhóm nó cứ tẹt tôn cho mình năng content rồi chia tẹt tôn cho mình năng channel YouTube bao nhóm để sang channel YouTube bao nhóm cứ một con trâu từ mới đăng ngày cứ nhóm phơi video content cho bộ cho bao con mình tên bà cho bộ cho bao miền tiền game miền tiền xây cho một con trang content chẳng bị phơi ai tôi sẽ cứ chỉ có bà bên một smart chẳng nè là ngày chẳng ChatGPT cứ biết đằng bà biết đằng nhưng trong việc trả lời bên trời bà thà bà sắp rồi cho bà thà bà sắp rồi để việc trả lời trời là ngày chẳng nó không能够vì nhóm ăn xua vì bà tham thiết cái đã thà cứ việc bị trao sườn đua máu với đã tham trong ai ban trong đôi bà tham thiết ọt chẳng bà xin gì trong ai bà xin trong ai ChatGPT trả lời sườn đua bà tham thiết vì ai nhóm thơi cá bà cho link YouTube nè bà đã link channel YouTube nắng nè chắc như copy link channel YouTube bao nhiêu nè bà copy link channel YouTube bao nhiêu người nắng nhậm bảo ở ChatGPT chào và tao mới thiết cứ ChatGPT có việc ban việc phiện bà việc phiện từ lời channel bao nhiêu người đăng tiết bà việc phiện channel bao nhiêu chớ nè bà chẳng việc phiện nè mà on mơ tao đi thế này cứ miên trai mình tên này việc phiện bao nhiêu bàn khơi hay việc là ở cho mà nó nè chẳng việc channel Mitaka nè đi môi túi cái đã tha Mitaka video เพจច្រើនពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃការធ្វើកសិកម្មការដឹកជញ្ជូននិងការប្រើប្រាស់ម៉ាស៊ីនធុនធំបាទទី2រយៈពេលវីដេអូភាគច្រើនមានរយៈពេលវែងចន្លោះពី5ដល់15នាទីបាទហ្នឹងវាChatGPT វាវិភាគ channel របស់ខ្ញុំ channel ថនទៅវិសរបស់ខ្ញុំហ្នឹងណាបាទទាំងទី3 top 3 channel ទី3ទូចហ្នឹងគឺការបង្ហោះវីដេអូថ្មីមិនសូវមានហើយវីដេអូចាស់ក៏ត្រូវបានបង្ហោះ2ឆ្នាំមុនបាទត្រឹមត្រូវតែហ្នឹងគឺទី3គឺត្រឹមត្រូវបាទគឺខ្ញុំផុសខានអញ្ចឹងណាអញ្ចឹងអត់សូវមានអ្នកទស្សនាទេអញ្ចឹងវាត្រឹមត្រូវហើយទី4គឺថាចំនួនអ្នក subscribe ប្រហែល 46k ចុច6បាទ 46.6k អ្នកអញ្ចឹងត្រូវហើយគឺ 46,600 អ្នកបាទត្រឹមត្រូវហើយអាហ្នឹងណាអញ្ចឹងចូលដល់ចំណុចធំទី2ចំណុចធំទី2ដែលខ្ញុំបានសួរបន្តហ្នឹងគឺគាត់ថាហេតុផលដែលធ្វើឲ្យអ្នកទស្សនាបានតិចបាទអញ្ចឹងចំណុចទី1គឺ ChatGPT បានឆ្លើយមកថាมันបានបង្ហោះវីដេអូទៀងទាត់បាទការបង្ហោះវីដេអូជាប្រចាំជួយរក្សាអ្នក subscribe និងទាក់ទាញអ្នកទស្សនាថ្មីបាទត្រឹមត្រូវមែនតើអ្នកគ្នាគឺត្រឹមត្រូវបាទត្រឹមត្រូវបើសិនជាយើងផុសវីដេអូជាប្រចាំអញ្ចឹងវីដេអូរបស់យើងគឺមានការអាប់ដេតរហូតបាទមានការអាប់ដេតថ្មីចំណងជើងថ្មីការតាក់ទាញគឺថ្មីអញ្ចឹងអ្នកទស្សនា subscribe គឺអត់ខ្វះទេបាទត្រឹមត្រូវហើយអ្នកនរគ្នាអញ្ចឹងមែនតើបាទទី2គឺមេត្តាមិនតាក់ទាញចិត្តបាទមិនតាក់ទាញចិត្តហ្នឹងគឺគេថាវីដេអូអាចមិនមានចំណងជើងឬក៏ thumbnail តាក់ទាញគ្រប់គ្រាន់ដើម្បីតាក់ទាញអ្នកទស្សនាបាទហ្នឹងគឺត្រឹមត្រូវហើយចូលដល់ទី3គឺមិនបានប្រើ SEO ហ្នឹងគឺមិនបានប្រើពាក្យកន្លឹះ keyword ឬក៏ hashtag សមរម្យឬក៏ល្បីអាចធ្វើឲ្យវីដេអូរបស់អ្នកมันមានការបង្ហាញទៅលើលទ្ធផលស្វែងរកត្រឹមត្រូវដល់គ្នាទី3នេះណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំបានប្រើជាមួយនឹង keyword ឬក៏ hashtag ទេអញ្ចឹងបាទបានជា ChatGPT វាឆ្លើយមកអញ្ចឹងបាទពួកអីខ្ញុំបានប្រើមែនអ្នកគ្នានៅក្នុង channel របស់ខ្ញុំមួយហ្នឹងណាគឺខ្ញុំបានប្រើជាមួយនឹង keyword ឬក៏ hashtag ទេបាទព្រោះថា keyword និង hashtag ហ្នឹងគឺវាដើរតួសំខាន់សម្រាប់ឲ្យអ្នកទស្សនាគឺគាត់ស្វែងរកអ្វីដែលចំណងជើងទៅឃើញអញ្ចឹងអ្នកគ្នាឡើយហ្នឹងណាបាទហើយទី4គាត់ថាមិនបានផ្សព្វផ្សាយវីដេអូបាទតែនឹងគឺត្រឹមត្រូវហើយដូចនៅខាងលើអញ្ចឹងគឺខ្ញុំមិនបានចែកដីវីដេអូទៅបណ្ដាញសង្គមផ្សេងដូចជា Facebook TikTok ឬក៏ Instagram ឬក៏ Telegram គ្រប់ទេដែលធ្វើឲ្យអ្នកទស្សនាមិនបានមានការមើលបានតិចអញ្ចឹងណានេះអញ្ចឹងអានេះគឺជាដំណោះស្រាយបាទដំណោះស្រាយហ្នឹងនេះសញ្ញាគ្រីពណ៌បៃតងនេះគឺជាដំណោះស្រាយសម្រាប់បង្កើនអ្នកទស្សនាឡើងវិញអញ្ចឹងដូចទៅនឹងចំណុចទី5នៅខាងលើយ៉ាងដែរនេះនៅខាងលើនេះគឺមាន14ចំណុចទេប៉ុន្តែនៅការដោះស្រាយនេះគឺមាន5ចំណុចអូខេអញ្ចឹងចំណុចទី1គឺបង្ហោះវីដេអូជាប្រចាំ
cứ về ao nhóm nó thôi cả bảo video chỉ phải trăm thay chỉ phải trăm để chỉ môi đón có nông môi sập đà và tai bà sân chỉ đặc biệt chơi thôi tam chat GPT trắng đặc biệt thôi cả phong môi tháng ấy môi video từ một ngày môi video tới cứ trắng này tu sửa ná được ban cho một tam đàn cho nó bao nhiêu được cho video bao nhiêu thay hài hay thì quý cả thôi AO AO nó cứ chia ca pra việc gần lư là việc quan tới năng meta ca bao nhiêu nữa bạn được chia video vlog và ôn thôi ca và châu chỉ môi năng keyword rồi có hashtag nó cứ bài bị vlog từ bài vlog đa cầm sai nhân từ chẳng á bà đây chia ưu hot để chia nè sinh nhật trong chụp mà bọn khơi nhé sinh nhật trong chụp bọn đại khơi cái đã sinh nhật trong chụp để chia Facebook comment sinh nhật trong chụp đài bà Facebook nó cái hai ta hashtag này nó cứ có keyword bà chân trong chụp cả sự cam rồi có trong chụp funny rồi có trong chụp vlog chẳng tay bà nó ngắt nè ok anh tiếp phí hay tiếp bấy gửi bậc cao cho mình tham này tiện tiền được chia rút phép bằng mốc á rút phép bằng mốc được có ca sẽ chia so cho lời rút phép tham này lắm bằng mốc bài lạ nè tiện tiền chẳng nào nè ok chẳng cái đã tha pra rút phép đại miền po sát nâng ăn tập bắt bán lúa làm bài tiện tiền này tu sana ok tiếp buồn nhịp xong ăn lươn tích bà tiếp buồn cái đã tha tranh lấy video từ can mặt đài sân cùng tranh lấy video từ không Facebook TikTok Instagram được có group Telegram bay bằng cái này tu sana tu mờ chẳng này bà cho đó thì pram cứ chỉ ca chặt che chỉ muốn nhận subscribe nó không năng cứ chat GPT trong ao nhâm thời ca chơi top từ năng ở chỗ ball rồi có comment này nè tu sana nó cứ kê bàn xua mà nhông chẳng này bà nè subscribe nằm bay bằng cái này cho ca châu rùm bà ta năng từ trong tra ấy đây sao thì bạn thời ca chơi top rồi có comment xua nom top từ nè tu sana bên tề chẳng này chẳng chat GPT có việc đăng thành nhỏ bàn top bà đăng thành nhỏ bàn top nè tu sana subscribe bên tề ok chẳng có chat GPT trong cáiคือ chat GPT បានសួរថាបើអ្នកចង់បានការវិភាគលម្អិតបន្ថែមឬមានសំណួរផ្សេងទៀតសូមប្រាប់ខ្ញុំបានគ្រប់ពេលអូខេហើយនេះអញ្ចឹង chat GPT គឺអែមែនតើខ្ញុំឲ្យមេដៃមួយបាទ thank you for you feedback អូខេអ្នកនរគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំគ្រាន់តែធ្វើការបង្ហាញបងប្អូនតែប៉ុណ្្នឹងទេបាទបើសិនជាអ្នកគ្នាchannel បងប្អូនអ្នកគ្នាឬក៏ Facebook របស់បងប្អូនអ្នកគ្នាឬក៏បាទមេត្តារបស់បងប្អូនអ្នកគ្នាមួយណាដែលមិនដើរហើយចង់រកដំណោះស្រាយបងប្អូនអាចធ្វើការឲ្យ chat GPT សួរ chat GPT ដូចខ្ញុំចឹងទៅឲ្យ chat GPT ឆ្លើយថាតើ chat GPT មានដំណោះស្រាយបែបណាដើម្បីយើងដោះស្រាយជាមួយនឹងchannel របស់យើងឬក៏ការធ្វើមេត្តា YouTube របស់យើងឬក៏ Facebook Telegram YouTube TikTok អីហ្នឹងឲ្យវាដំណើរការមកវិញអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចធ្វើការចែករំលែកបន្តបងអរគុណច្រើនមានតែប៉ុណ្្នឹងទេបាយបាយ